ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំរំភើបរីករាយមែនទែនខ្ញុំបានចូលរួមការងារបម្រើជាតិជាមួយនឹងឯកឧត្តមជាសុមេធីរដ្ឋមន្ត្រីក្រសួងសុខុមាលកិច្ចអតីតយុវជននិងយុវនីតិសម្បទានិងជាមួយនឹងឯកឧត្តមបងតាំងជង្លីរដ្ឋលេខាធិការក្រសួងសុខុមាលកិច្ចអតីតយុវជននិងយុវនីតិសម្បទានិងរួមដំណើរជាមួយនឹងបងក្រុមការងារទាំងអស់ហើយនេះជាលើកទី1ហើយដែលខ្ញុំបានឃើញឯកឧត្តមជាសុមេធីនៅខាងក្រៅហើយមើលទៅឯកឧត្តមគឺជារដ្ឋមន្ត្រីមួយដែលខ្ញុំមើលទៅសង្ហារឹងមាំដូចជាអ្នកកីឡាដែលមានកាយវិការមាំមួនជាមន្ត្រីដែលបម្រើរាជយ៉ាងរហ័សរហួនហើយថ្ងៃនេះដែរឯកឧត្តមបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រយើងចំនួន40គ្រួសារដែលក្រុមទី1មាន21គ្រួសារហើយក្រុមទី2ទៀតមាន20គ្រួសារដែលស្ថិតនៅក្នុងឃុំកោះសំពៅស្រុកទៀនជោខេត្តព្រៃវែងហើយខ្ញុំសូមណែនាំបរិះពាក់អាវបៃតងគឺជាឯកឧត្តមបងតាំងជង្លីហើយគឺជាប្រធានរបស់ខ្ញុំបាទតតែម្ដងហើយគាត់ក៏សង្ហាដែរហើយគាត់ជាមនុស្សដែលខ្ញុំគោរពហើយនឹងរៀនសូត្រតាមហើយបន្តដំណើរទៅមុខទៀតឯកឧត្តមបាននាំក្រុមការងាររបស់យើងចុះពិនិត្យមណ្ឌលសុខភាពកោះសំពៅដើម្បីយល់អំពីស្ថានភាពរបស់គុណពេទ្យនិងដើម្បីជួយពិនិត្យព្យាបាលសុខភាពប្រជាជនយើងឲ្យទាន់ពេលវេលាហើយបន្ទាប់មកទៀតឯកឧត្តមក៏មិនភ្លេចដែរឯកឧត្តមបានចូលជួយបងប្អូនគ្រួសារពិការរបស់យើងដែលទៅតែទទួលបានផ្ទះដែលជាអំណោយរបស់រាជរដ្ឋាភិបាលរបស់យើងដែលមានឈ្មោះថាផ្ទះមូលនិធិជនពិការហើយគ្រប់ពេលដែលឯកឧត្តមចោះជួបពលរដ្ឋឯកឧត្តមតែងតែសួរសុខទុក្ខប្រជាពលរដ្ឋរបស់យើងហើយសួរនាំអំពីប័ណ្ណមួយដែលមានឈ្មោះថាប័ណ្ណសមធម៌នេះជាពាក្យថ្មីដែលខ្ញុំចង់ឲ្យបងប្អូនប្រើជាងបងប្អូនប្រើពាក្យប័ណ្ណក្រីក្រវាព្រោះស្ដាប់ជាងហើយឯកឧត្តមបានបន្តដំណើរទៅមុខទៀតដោយចូលពិនិត្យសាលាពីរកន្លែងទី1សាលាបឋមសិក្សាអំពៅព្រៃនិងទី2អនុវិទ្យាល័យកោះសំពៅដើម្បីពិភាក្សាជាមួយនឹងនាយកសាលាក៏ដូចជាលោកគ្រូអ្នកគ្រូអំពីតម្រូវការរបស់សិស្សនិងសាលាផងដែរដែលស្ថិតនៅឃុំកោះសំពៅស្រុកពាមជោខេត្តព្រៃវែងហើយជាចុងក្រោយឯកឧត្តមបាននាំក្រុមការងារចុះពិនិត្យស្ថានភាពនៅតំបន់ព្រំប្រទល់កម្ពុជាវៀតណាមដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំកោះសំពៅតែម្ដងដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែងនិងការរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្ដោយព្រំដែនហើយនេះជាលើកទី1ហើយដែលខ្ញុំបានទៅឃើញនិងទៅដល់ទល់ដែនវៀតណាមដែលនៅឃុំកោះសំពៅនេះតែម្ដងហើយត្រៃម្ខាងដែលបងប្អូនបានឃើញនោះគឺជាទឹកដីវៀតណាមហើយប្រជាជនគេរស់នៅជាប់មាត់ទឹកយ៉ាងច្រើនរីករាយដែលបានស្គាល់អ្នកកោះសំពៅជួបគ្នានៅវីដេអូក្រោយទៀតបាទសូមជម្រាបលា